រឿងស្រីពិតម្ដាយពិតឪពុកពិតកាលពីព្រេងនាយមានបុរសម្នាក់ជាអ្នកក្រលំបាកម្ដាយឪពុកស្លាប់ចោលពីតូចនៅតែម្នាក់ឯងតែងរកស៊ីចិញ្ចឹមអាត្មាគ្រាន់តែឆ្អែតពោះដល់បុរសនោះចម្រើនធំក្ដីឡើងក៏ចង់ដឹងថាក្នុងនគរនោះនឹងមានស្រីពិតម្ដាយពិតឪពុកពិតឬទេថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់គិតគំនិតអំពីបុណ្យកំសាន្តសប្បាយមួយស្ដេចទ្រង់មានព្រះបន្ទូលហៅនាម៉ឺនធំម្នាក់ឲ្យចូលមកគល់មកដល់ទ្រង់បង្គាប់នាម៉ឺននោះចេញទៅធ្វើរោងសាងសង់សាលាបុណ្យនៅត្រើយស្ទឹងម្ខាងឯស្ទឹងនោះគ្មានស្ពានឆ្លងទេនាម៉ឺននោះទៅធ្វើរោងសង់សាលារួចស្រេចវិលមកក្រាបទូលស្ដេចទ្រង់ឲ្យរៀបភ្ញីផ្កាស្លាម្លូគ្រប់បរិខាជារណ្ដាប់បុណ្យហើយស្ដេចយាងទៅកាន់ចុងព្រះរាជវាំងដោយជួបជុំមន្ត្រីតូចហែហោមស្ដេចយាងចូលរោងបុណ្យឯបុរសនោះឮថាស្ដេចធ្វើបុណ្យដូច្នេះក៏មានសេចក្តីត្រេកអរដោយចង់ដឹងថានៅក្នុងនគរនោះមានស្ត្រីពិតម្ដាយពិតឪពុកពិតឬទេហើយបុរសនោះដើរទៅក្រោមស្ពានធ្វើជាអង្គុយស្ទូចត្រីស្ដេចទ្រង់យាងទៅឯសាលាបុណ្យមុនគេទៅដល់មានតែអស់នាម៉ឺននិងព្រះរាជបុត្រីដល់វេលារសៀលអស់អ្នកនិងព្រះរាជបុត្រីនោះក៏រៀបខ្លួននឹងទៅចូលរោងបុណ្យឯព្រះរាជបុត្រីស្ដេចអង្គនោះកំព្រាពុំមានព្រះមាតាខ្សែព្រះជន្មចោលនាងតាំងអំពីតូចម្លេះលុះអស់អ្នកនិងពួកស្រីស្នំក្រំការឆ្លងស្ពានហួសអស់ទៅហើយនៅតែព្រះរាជបុត្រីកំព្រាជាក្រោយគេដល់នាងយាងទៅដល់ស្ពាននាងទាត់ទៅឃើញបុរសកំសត់អង្គុយស្ទូចត្រីនៅក្រោមស្ពាននាងឈប់ពុំហ៊ានយាងហួសទៅអស់ពួកស្រីជាបរិវារសួរថាអ្នកនាងម្ចាស់ហេតុអ្វីបានជាឈប់ទើបនាងមានព្រះសវណ្ណីប្រាប់ទៅពួកអស់ស្រីថាបានជាខ្ញុំឈប់ត្បិតមានបុរសម្នាក់អង្គុយស្ទូចត្រីនៅក្រោមស្ពានទៅដូចម្ដេចនឹងបានអស់ស្រីសាលីថាម្ចាស់យាងទៅមិនអីទេខ្លាចអ្វីមនុស្សកំសត់ដូចមនុស្សឈួតនាងឆ្លើយឡើងថាកុំស្រដីដូច្នោះមិនត្រូវទេធម្មតាគេជាប្រុសទុកជាគេឈួតនឹងងងខ្លៅដូចម្ដេចក៏យើងជាស្រីមិនត្រូវដើររំលងក្បាលគេទេអស់ពួកស្រីវាស្ដីឲ្យថាណែអ្នកកំឡោះអង្គុយស្ទូចត្រីក្រោមស្ពានដើរចេញម្ចាស់យាងទៅធ្វើបុណ្យបុរសនោះឬស្រីស្រដីថាដូចម្ដេចក៏មិនដើរចេញធ្វើជាមិនលឺឯនាងជាបុត្រីស្ដេចក៏ស្រដីទៅបុរសនោះថាណែអ្នកស្ទូចត្រីអញ្ជើញចេញពីក្រោមស្ពានទៅឲ្យខ្ញុំសុំផ្លូវទៅផងបុរសនោះឮនាងជាបុត្រីនិយាយដូច្នេះក៏ក្រោកដើរចេញតយយទៅផ្ទះអាត្មាវិញឯនាងបុត្រីស្ដេចឃើញចៅប្រុសនោះដើរហួសទៅទើបនាងហ៊ានឆ្លងទៅធ្វើបុណ្យជាមួយនឹងស្ដេចជាឪពុកដល់ពេលធ្វើបុណ្យរួចស្រេចបរិបូរណ៍ស្ដេចក៏វិលត្រឡប់មកព្រះដំណាក់វិញលុះថ្ងៃក្រោយបុរសនោះគិតនៅក្នុងចិត្តនឹកចង់ចូលទៅគាល់ស្ដេចក៏រៀបខ្លួនដល់នៅភាពជាអ្នកកំសត់ក្រលំបាករៀបរួចចេញដើរអំពីផ្ទះអាត្មាទៅដល់មាត់ទ្វារវាំងក៏ចូលទៅដោយបំណងនឹងគាល់ស្ដេចឯពួកទាហានចាំទ្វារវាំងវាឃាត់មិនឲ្យចូលចៅបុរសឯងរូបក៏អាក្រក់សម្ពុតក៏ចាស់ដាច់មិនគួរនឹងចូលទីរាជវាំងទេបុរសនោះគិតក្នុងចិត្តថាអញគិតធ្វើដូចម្ដេចឲ្យបានជ្រាបដល់ស្ដេចនឹងហៅអញចូលហើយនិយាយទៅនឹងពួកទាហានចាំទ្វារថាអ្នកកុំខាត់ខ្ញុំត្បិតខ្ញុំឃើញក្នុងនគរស្ដេចឥតមានស្រីពិតម្ដាយពិតឪពុកពិតទេចៅបុរសនិយាយតែប៉ុណ្ណេះក៏អង្គុយស្ងៀមនៅមាត់ទ្វារនោះទៅពុំនិយាយស្ដីនឹងអ្នកឯណាទៀតឡើយលុះស្ដេចចេញកាន់ចុងព្រះរាជរោងអស់នាម៉ឺនតូចធំក៏មកជួបជុំគ្នាគាល់ស្ដេចនាយទាហានចាំទ្វារសង្ស័យណាស់ក៏ចូលទៅក្រាបទូលស្ដេចថាមានចៅបុរសកំសត់ម្នាក់មិនដឹងមកពីណាចង់ចូលមកគាល់តែទូលបង្គំជាខ្ញុំខាត់មិនឲ្យចូល
ត្បិតបរោះនោះស្លៀកសំពត់ដាច់លេចមុខលេចក្រោយតែចៅបរោះនោះនិយាយនឹងទូលបង្គំជាខ្ញុំថាអ្នកឯងមិនត្រូវខាត់ខ្ញុំទេត្បិតខ្ញុំយល់ឃើញថាក្នុងនគរនេះគ្មានស្ត្រីពិតម្ដាយពិតឪពុកពិតទេចៅបរោះនោះនិយាយតែប៉ុណ្ណេះក៏ស្ងៀមទៅស្ដេចទ្រង់ជ្រាបដូច្នេះទ្រង់សួរទៅនាយទាហានថាចុះឥឡូវចៅបរោះនោះនៅឯណានាយទាហានទូលថានៅឯមាត់ទ្វារវាំងទើបស្ដេចមានព្រះបន្ទូលថាបើដូច្នោះអាមាត្យឯងទៅហៅវាមកមើលអាមាត្យរត់ទៅហៅបរោះអង្គុយនៅមាត់ទ្វារមកប្រាប់ថាណែចៅបរោះស្ដេចមានព្រះបន្ទូលឲ្យចៅបរោះឯងចូលទៅចៅបរោះនោះក៏ដើរទៅជាមួយអាមាត្យទៅដល់ហើយក្រាបថ្វាយបង្គំស្ដេចហើយអង្គុយក្នុងទីដ៏សមគួរស្ដេចទាត់ឃើញអាមាត្យនាំចៅបរោះនោះមកទ្រង់មានព្រះបន្ទូលថាចៅបរោះឯងនិយាយថាក្នុងនគរអញនេះគ្មានស្រីពិតម្ដាយពិតឪពុកពិតទេតើចៅបរោះឯងថាដូច្នេះមែនឬក៏ដូចម្ដេចចៅបរោះក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសក្នុងទីព្រះនគររបស់ល្អងធូលីព្រះបាទនេះគ្មានស្ត្រីពិតម្ដាយពិតឪពុកពិតទេទូលព្រះបង្គំជាខ្ញុំថាមែនក្នុងទីព្រះរាជវាំងមានតែញីទូលព្រះបង្គំជាខ្ញុំថាមែនម្ដាយពិតឪពុកពិតគ្មានទូលព្រះបង្គំជាខ្ញុំថាមែនហើយចៅបរោះទូលតបទៅនឹងស្ដេចទៀតថាសូមទ្រង់ព្រះមេត្តាប្រោសឯស្រីពិតមានតែមួយគឺព្រះរាជបុត្រីពៅរបស់ព្រះករុណាវិសេសនេះទើបហៅថាស្រីគ្រប់លក្ខណៈជាក់ជាស្រីពិតមែនស្ដេចទ្រង់យល់ដោយចៅបរោះនោះមែនទើបមានព្រះបន្ទូលសួរថាណែចៅបរោះដូចម្ដេចដែលហៅថាស្ត្រីពិតដូចម្ដេចដែលហៅថាម្ដាយពិតឪពុកពិតចៅបរោះក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសឯស្ត្រីពិតម្ដាយពិតឪពុកពិតនោះមានតែព្រះអង្គយាងចេញពីព្រះនគរទៅស៊ើបរកផ្ទាល់ព្រះអង្គទៅបានបើព្រះបាទរកនៅទីណាស្រុកណាភូមិណាសូមព្រះបាទទ្រង់ធ្វើតាមសពព្រះហឫទ័យដែលទ្រង់គិតឃើញដូចម្ដេចលុះទ្រង់ពិសោធន៍គ្រប់ជំពូកទៅហើយពុំមានថាអ្វីទើបហៅពេញថាជាស្ត្រីពិតម្ដាយពិតឪពុកពិតស្ដេចទ្រង់ជ្រាបសពគ្រប់ប្រការហើយទ្រង់នៅក្នុងព្រះចិន្តាថាចៅបរោះនេះនិយាយត្រូវប្រកាសហើយទ្រង់ព្រះរាជទាននៅមាសប្រាក់សម្ពុតអាវឲ្យចៅបរោះនោះទ្រង់ផ្ដាំថាចៅបរោះឯងកុំទៅណាឆ្ងាយនៅចាំអញបើអញរកស្រីពិតម្ដាយពិតឪពុកពិតបានហើយអញវិលមកវិញថ្ងៃណាអញនឹងឲ្យចៅបរោះឯងធ្វើជាធំលើសគេទាំងពួងហើយស្ដេចទ្រង់បង្គាប់នាម៉ឺនធំម្នាក់ឲ្យធ្វើផ្ទះមួយឲ្យចៅបរោះនោះនៅទ្រង់ផ្ដាំនាម៉ឺននោះឲ្យជប់លៀងចិញ្ចឹមចៅបរោះនោះតរៀងទៅក្នុងពេលដែលស្ដេចទ្រង់យាងចេញចាកព្រះនគរទៅរកស្ត្រីពិតម្ដាយពិតឪពុកពិតនោះស្ដេចមានព្រះបន្ទូលហៅនាម៉ឺនធំម្នាក់ដែលជាអ្នកសម្រេចកិច្ចការក្នុងព្រះនគរឲ្យមើលរក្សាព្រះរាជវាំងត្បិតទ្រង់នឹងយាងចេញរកស្ត្រីពិតម្ដាយពិតឪពុកពិតហើយទ្រង់រៀបដំណើរភៀសព្រះអង្គជាមួយបុរសកំសត់ម្នាក់យាងចេញក្នុងវេលាយប់ស្ងាត់ពុំឲ្យនរណាមួយដឹងឡើយឲ្យដឹងតែព្រះរាជបុត្រីដែលជាធំនឹងចៅបរោះនោះប៉ុណ្ណោះហើយស្ដេចយាងទៅធ្វើជាអ្នកកំសត់លំបាកពុំឲ្យអ្នកណាស្គាល់ថាជាស្ដេចឡើយស្ដេចយាងទៅដល់ស្រុកមួយជាព្រំព្រះនគរឃើញតាចាស់យាយចាស់ប្តីប្រពន្ធស្ដេចក៏ចូលទៅសុំសរស្នាក់នៅម្នាក់ដូនតានោះក៏ព្រមឲ្យនៅដល់នៅយូរបន្តិចទៅឃើញកូនគេក្នុងស្រុកនោះមានរូបឆោមឡោមពណ៌ល្អក៏មានចិត្តនឹកចង់បានទើបនិយាយនឹងតាយាយថាតាយាយអើយឥឡូវចៅឃើញកូនគេមួយរូបឆោមឡោមពណ៌ល្អសមជាប្រពន្ធខ្ញុំដូច្នេះសូមយាយតាទៅដណ្ដឹងឲ្យខ្ញុំតាយាយឆ្លើយថាអោចៅអើយខ្លួនតាយាយសពថ្ងៃនេះជាអ្នកកំសត់អត់ឃ្លានក្រលំបាកណាស់នឹងទៅដណ្ដឹងកូនគេតើនរណាគេនឹងឲ្យស្ដេចប្រាប់ថាតាយាយទៅដណ្ដឹងគេចោះប្រាប់ថាខ្ញុំមកសុំដណ្ដឹងគេមិនថាអីទេតាយាយនោះក៏ទៅដណ្ដឹងកូនក្រមុំគេតាមពាក្យចៅប្រើតាយាយទៅដល់ផ្ទះដែលគេមានកូនក្រមុំនោះក៏ឡើងទៅអង្គុយលើផ្ទះអ្នកផ្ទះនោះសួរថាតាយាយមករកអ្វីតាយាយឆ្លើយថា
ខ្ញុំមកសូមជម្រាបអ្នកលាក់បាំងអីនឹងអ្នកចៅខ្ញុំឲ្យមកសូមដណ្ដឹងកូនក្រមុំអ្នកឯម្ដាយឪពុកនាងក្រមុំនោះនៅក្នុងចិត្តថាតាយាយនេះម្ដេចក៏គាត់ហ៊ានដណ្ដឹងកូនអញឲ្យចៅគាត់ហើយអ្នកដែលមានកូនក្រមុំនោះនិយាយទៅនឹងតាយាយនោះថាតាយាយខ្ញុំឲ្យប៉ុន្តែតាយាយឯងនាំចៅកំឡោះមកឲ្យយើងមើលសិនបើល្អសមនឹងកូនយើងមិនថាអីទេតាយាយលាគេវិលមកផ្ទះវិញនិយាយប្រាប់ចៅថាបើចៅឯងល្អសមនឹងកូនគេឲ្យប៉ុន្តែគេឲ្យចៅឯងទៅឲ្យគេមើលរូបសិនបើសមនឹងកូនគេមិនថាអីទេឯស្ដេចឮតាយាយប្រាប់ដូច្នេះក៏មានប្រតិយត្រេកអរសួរទៅវិញថាចុះទៅថ្ងៃណាតាយាយឆ្លើយថាព្រឹកស្អែកយើងនឹងទៅលុះព្រឹកឡើងតាយាយនឹងស្ដេចចៅនាំគ្នាទៅផ្ទះអ្នកមានកូនក្រមុំនោះក៏ឡើងទៅអង្គុយសំពះគេហើយថយមកអង្គុយក្នុងទីសមគួរអ្នកផ្ទះនោះក៏មានចិត្តស្រឡាញ់កូនប្រសាប៉ុន្តែមិនដឹងថាស្ដេចខ្លែងភេទទេគិតស្មានថាមនុស្សទាំងផ្ដាស់ស្ដេចទៅបម្រើម្ដាយឪពុកក្មេករៀងរាល់ថ្ងៃទៅវេលាចូលដេកម្ដាយក្មេកតែងប្រាប់កូនស្រីក្រមុំថាអ្នកមាសម្ដាយចូលឯងសិតទឹកដាក់ចុងជើងប្តីបៀមស្លា5ម៉ាត់ដាក់ឲ្យប្តីក្រែងជួនយប់ប្តីក្រោកឡើងរកស្លាស៊ីផឹកទឹកឲ្យមានស្រាប់កូននោះក៏ព្រមធ្វើតាមពាក្យម្ដាយប្រើជួនក៏ពុំធ្វើតាមដល់ថ្ងៃមួយស្ដេចធ្វើជាទៅងូតទឹកម្ដាយក៏ប្រាប់កូនថានាងម្ដេចមិនយកទឹកផ្តិលទៅឲ្យប្តីងូតនាងជាកូនក្រមុំនោះក៏ពុំទៅតាមពាក្យម្ដាយប្រើស្ដេចនោះទៅយូរបន្តិចក៏វិលមកវិញដល់វេលាល្ងាចស្ដេចធ្វើជាផឹកទឹកស្រាស្រវឹងពុំដឹងខ្លួនគួចក្អែប្រែប្រាស់ខ្លួននៅនាលពាសពេញល្វែងផ្ទះឯម្ដាយក្មេកឃើញកូនប្រសាស្រវឹងក៏ស្ដីប្រាប់ទៅកូនក្រមុំថានាងឯងម្ដេចមិនយកទឹកទៅលាងកុំអួតកូនក្រមុំឆ្លើយថាទេមនុស្សអីប្រមឹកស្រាដូច្នេះស្ដេចឮដូច្នេះព្រឹកឡើងស្ដេចលាម្ដាយក្មេកឪពុកក្មេកទៅផ្ទះតាយាយចាស់វិញប្រាប់យាយតាអំពីដំណើរកូនក្រមុំគេដែលយាយទៅដណ្ដឹងនោះតាយាយអើយនាងនោះនឹងនៅខ្ញុំមិនបានជាគូព្រេងសំណាងនឹងគ្នាទេសូមតាយាយប្រគល់កូននោះទៅគេវិញចុះតាយាយក៏ទៅជួនព្រេងសំណាងកូនគេតាមពាក្យចៅប្រើទៅដល់លើផ្ទះនិយាយថាខ្ញុំសូមជូនព្រេងសំណាងកូនអ្នកផងត្បិតចៅខ្ញុំថាពុំមានព្រេងនឹងកូនអ្នកទេរួចតាយាយក៏លាគេមកផ្ទះអាត្មាវិញលុះព្រឹកឡើងស្ដេចលាតាយាយដើរទៅទៀតដល់ស្រុកមួយជាចុងស្រុកខេត្តក្រៅទៅសុំស្នាក់នឹងផ្ទះដូនចាស់តាចាស់ក៏យល់ព្រមស្ដេចក៏ទៅធ្វើការរកស៊ីនឹងតាយាយតែសពថ្ងៃរៀងទៅថ្ងៃមួយស្ដេចដើរទៅលេងបានឃើញកូនក្រមុំអ្នកស្រុកដែលជាអ្នកមានក្នុងស្រុកនោះពុំមានអ្នកឯណាមានស្មើឡើយអ្នកនោះមានកូនក្រមុំស្រីមួយកូនប្រុសមួយទាំងពីរនាក់មិនទាន់មានប្តីប្រពន្ធទេស្ដេចដើរទៅលេងបានឃើញចិត្តគិតចង់បានលុះវិលមកផ្ទះអាត្មាវិញនិយាយប្រាប់តាចាស់ថាតាយាយខ្ញុំចង់បានកូនគេដែលមានកូនប្រុសមួយកូនស្រីមួយសូមតាយាយទៅដណ្ដឹងកូននោះឲ្យខ្ញុំផងតាយាយឆ្លើយថាចៅអើយបើយាយក្រម្លេះតើនរណាគេនឹងឲ្យកូនគេមកចៅឯស្ដេចឮតាយាយនិយាយដូច្នោះក៏មានព្រះបន្ទូលទៅនឹងតាយាយថាសូមតាយាយអញ្ជើញទៅដណ្ដឹងកូនគេចោះថាខ្ញុំឲ្យមកដណ្ដឹងគេមិនថាអីទេតាយាយនោះក៏ព្រមតាមពាក្យចៅប្រើប៉ុន្តែយាយនឹងតាពុំដឹងថាចៅនោះជាស្ដេចឡើយគិតស្មានថាជាមនុស្សផ្ដេសផ្ដាស់ដទៃក៏ទៅដណ្ដឹងកូនគេក៏ព្រមឲ្យស្ដេចក៏នៅបម្រើម្ដាយក្មេកឪពុកក្មេកតែសពថ្ងៃរៀងទៅឯនាងជាប្រពន្ធនោះក៏បដិបត្តិប្តីល្អល្ងាចដាក់ទឹកចុងជើងបៀមស្លា5ម៉ាត់ដាក់ក្បែរដំណេកប្តីតែសពថ្ងៃរៀងទៅវេលាស្ដេចយាងទៅងូតទឹកនាងកាន់ផ្តិលនឹងសំពត់ងូតតាមទៅផងពេលប្តីងូតទឹកនាងនោះដុសក្អែលឲ្យប្តីផ្លាស់សំពត់ងូតនាងទទួលយកសំពត់ងូតរួចដងទឹកដាក់ផ្តិលកាន់ដើរតាមប្តីទៅដល់ផ្ទះលាងជើងឲ្យប្តី
ថ្ងៃមួយស្ដេចធ្វើជាឈឺម្ដាយក្មេកឪពុកក្មេកឃើញកូនប្រសាឈឺក៏មានចិត្តភិតភ័យប្រាប់ទៅកូនក្រមុំថាកូនមកមើលគក់ច្របាច់ឲ្យប្តីផងនាងនោះក៏គក់ច្របាច់ឲ្យប្តីប៉ុន្តែស្ដេចនិងនាងពុំទាន់រៀបការនៅឡើយទេឯឪពុកក្មេកនិងម្ដាយក្មេកក៏ពុំដឹងថាជាស្ដេចគិតស្មានថាជាមនុស្សរាស្ត្រទាំងមូលនៅយូរបន្តិចទៅបានវេលាល្អម្ដាយក្មេកឪពុកក្មេកនោះក៏ចេញប្រាក់របស់ខ្លួនរៀបការកូនក្រមុំនឹងស្ដេចហៅអស់ញាតិមិត្តជិតឆ្ងាយមករៀបការស៊ីផឹកជាស្រេចស្ដេចនិងនាងក៏រួមសុខទុក្ខនៅជាមួយគ្នាតាំងពីពេលនោះតរៀងមកលុះយូរបន្តិចទៅស្ដេចចង់ពិសោធន៍ចិត្តប្រពន្ធនិងម្ដាយក្មេកឪពុកក្មេកឲ្យឃើញពិតឬពុំពិតស្ដេចក៏ធ្វើជាផឹកស្រាលេខបៀចាញ់គេមកទារប្រាក់និងរកប្រាក់ឲ្យគេគ្មានម្ដាយក្មេកឪពុកក្មេកក៏ចេញប្រាក់ឲ្យគេតែសពថ្ងៃទាល់តែអស់ប្រាក់ធ្លាក់ខ្លួនជាអ្នកក្រម្ដាយក្មេកឪពុកក្មេកនិងប្រពន្ធនោះពុំមានថាស្ដីអ្វីទេអស់ញាតិសន្តានចិត្តខាងគេស្រដីថាឲ្យផ្ដាច់ទៅកុំឲ្យកូនទៅចង្រៃនេះវាមិនគិតធ្វើការរកស៊ីដោយគេទាំងពួងវាគិតតែលេងបៀផឹកស្រាដូច្នេះតើនឹងទុកវាធ្វើអ្វីទោះបីជាគេនិយាយស្ដីថាយ៉ាងណាក៏ម្ដាយឪពុកនោះមិនថាអីដែរឯស្ដេចនោះយល់ឃើញថាម្ដាយក្មេកឪពុកក្មេកក្រលំបាកអស់សម្បត្តិមានតែខ្លួនហើយក៏ឈប់លេងល្បែងចេះតែដេកមិនមានគិតរកស៊ីអ្វីប្រើតែប្រពន្ធឲ្យធ្វើនំលក់គ្រាន់តែឆ្អែតពោះឯម្ដាយក្មេកឪពុកក្មេកព្រមទាំងប្រពន្ធនឹងមានស្រដីអ្វីឲ្យធ្ងន់ពាក្យនាំកូនប្រសាតូចចិត្តក៏គ្មានស្ដេចទ្រង់នៅក្នុងព្រះចិន្តាថាអោចៅបរោះមានប្រាជ្ញាយល់ការជ្រៅជ្រះថាឲ្យអញរកម្ដាយពិតឪពុកពិតប្រពន្ធជាស្រីពិតនេះហៅថាជាត្រូវឥឡូវអញរកបានហើយល្មមតែអញមានព្រះបន្ទូលប្រាប់ទៅសេនាបតីឲ្យរៀបយានមកនៅពលថ្មើរជើងតាមមុខងារដំរីសេះរត់មកទទួលអញចោះទ្រង់ក៏តែងព្រះបន្ទូលប្រាប់ទៅសេនាបតីមានសេចក្តីថាឲ្យរៀបដំរីសេះរទេះរាជយានពលថ្មើរជើងទៅទទួលស្ដេចត្បិតស្ដេចរកប្រពន្ធជាស្ត្រីពិតម្ដាយពិតឪពុកពិតបានហើយឲ្យយកគ្រឿងឥស្សរយុទៅថ្វាយជាឆាប់មួយទៀតបើបម្រើនាំព្រះបន្ទូលមកដល់ឲ្យរៀបទទួលជប់លៀងតាំងឋានៈជាបងថ្លៃស្ដេចតែងរួចស្រេចទ្រង់ដាក់ក្នុងបំពង់បិទមាត់បំពង់ចិត្តពុំឲ្យបងថ្លៃនោះដឹងសេចក្តីហើយស្ដេចប្រាប់ទៅបងថ្លៃថាអ្នកបងអើយអញ្ជើញមកអាយខ្ញុំចង់ឲ្យអ្នកនាំសម្បត្តិទៅឲ្យនាម៉ឺនដែលជាអ្នកធំក្នុងរាជវាំងនោះតើបងហ៊ានទៅឬទេបងថ្លៃឮប្អូនថ្លៃប្រើដូច្នេះក៏ព្រមទៅតាមហើយចេញដំណើរទៅសួរគេចប់តែតាមផ្លូវទៅដល់ស្រុកមួយសួរគេថាអ្នកអើយផ្លូវណាទៅរាជវាំងអ្នកស្រុកនោះប្រាប់ថាផ្លូវនេះហើយទៅរាជវាំងបងថ្លៃស្ដេចនោះក៏ចេះតែដើរសួរគេតែរៀងទៅលុះដល់មាត់ទ្វារវាំងក៏សួរនាយទាហានយាមទ្វារម្នាក់ថាអ្នកនឹងហើយឬដែលគេហៅថាវាំងលួងនាយទាហានប្រាប់ថានឹងហើយនាយទាហានសង្ស័យក៏សួរថាអ្នកមកពីណាបានជាមករកវាំងលួងបងថ្លៃស្ដេចឆ្លើយថាខ្ញុំនាំសម្បត្តិប្អូនខ្ញុំមកឲ្យនាម៉ឺនធំដែលក្នុងវាំងនេះនាយទាហានឮដូច្នេះក៏នាំចូលដល់នាម៉ឺនដែលនៅចាំរាជវាំងនាម៉ឺនធំក៏ទទួលយកសម្បត្តិបើកមាត់បំពង់ឡើងអានដឹងសេចក្តីនៃព្រះបន្ទូលថាយើងរកមហេសីជាស្ត្រីពិតបានហើយឲ្យនាំគ្នារៀបចំទៅទទួលយើងឯបម្រើដែលនាំព្រះបន្ទូលនោះត្រូវជាបងថ្លៃយើងបើបានមកដល់ឲ្យអ្នកទទួលរៀបចំជប់លៀងតាមភាពជាញាតិរបស់ស្ដេចនាម៉ឺនធំនោះក៏ចាត់សម្បត្តិឲ្យកេណ្ឌដំរីសេះរទេះរាជយានពលថ្មើរជើងតែងដោយមុខងារមុខក្រសួងផ្សេងឯបងថ្លៃស្ដេចក៏ត្រូវគេរៀបទទួលតាមដោយបែបជាព្រះញាតិមានពួកព្រែករៀបចំពុកខ្នើយដង្កល់ដង្កើនរុងរឿងក្រៃពេកហើយគេរៀបភោជនាហារសុទ្ធសឹងល្អស្អាតបាតដាក់នឹងភាជនៈមាសលើកយកមកជូនអ្នកជាបងថ្លៃស្ដេចដែលនាំសម្បត្តិស្ដេចនោះមកឯអ្នកជាបងថ្លៃស្ដេចនោះហេតុតែខ្លួនជាអ្នកនៅស្រុកក្រៅឆ្ងាយពុំដែលស្គាល់ស្ដេចស្ទើរតែពុំហ៊ានបរិភោគភោជនាហារ
ដែលជារបស់ល្អថ្លៃនោះឡើយលុះតែនាមើលធំគេបង្ខំឲ្យបរិភោគទើបហ៊ានបរិភោគតែចាំគុណមើលបើគេបែរមុខចេញដៃលោកបន្លំយកនំចំណីលាក់ទុកផ្ញើប្អូនត្បិតខ្លួនមិនដែលបានចំណីល្អបរិភោគគិតក្រែងស្ដេចប្អូនថ្លៃនោះមិនដែលបានដូចខ្លួនដែរលុះបរិភោគរួចនិមឺននោះទឿនឡើងថាអ្នកនឿយព្រួយសូមអញ្ជើញសម្រាកទៅអ្នកបងថ្លៃស្ដេចក៏ស្នើពុំហ៊ានដេកលុះព្រឹកឡើងនិយាយនឹងនិមឺនថាខ្ញុំចង់លាទៅវិញត្បិតប្អូនខ្ញុំផ្ដាំថាបើដល់ឲ្យឆាប់វិលទៅនិមឺននោះគាត់ចាត់ចែងឲ្យរៀបភោជនាហារឲ្យបរិភោគរួចក៏លានិមឺនដែលជាធំនោះត្រឡប់មកផ្ទះវិញលុះមកដល់ស្ដេចជាប្អូនថ្លៃសួរថាម៉េចអ្នកបងអញ្ជើញទៅជួបនឹងនិមឺនគេទេឯបងថ្លៃប្រាប់ស្ដេចប្អូនថ្លៃថាជួបហើយស្ដេចថាចុះគេរាប់អានឬទេបងថ្លៃថាគេរាប់អានបងណាស្ដេចឮថានិមឺនគេរាប់អានណាស់ក៏ទ្រង់ញញឹមហើយបងថ្លៃនោះយកនំចំណីដែលលាក់យកមនុស្សឲ្យស្ដេចជាប្អូនថ្លៃដោយវាចាថាណែប្អូនបងលាក់នំគេពីវាំងស្ដេចយកមកផ្ញើប្អូនឯងពិសាមើលឆ្ងាញ់ណាស់ស្ដេចថាបងពិសាចុះបងថ្លៃថាទេប្អូនពិសាមើលឯស្ដេចទ្រង់ព្រះតម្រិះថាបើមិនសោយក្រែងបងថ្លៃនោះដឹងថាខ្លួនជាស្ដេចទ្រង់សោយតែបន្តិចទ្រង់លែងទៅទ្រង់ញញឹមថាឆ្ងាញ់មែនហើយអ្នកបងលុះដល់កំណត់7ថ្ងៃអស់សេនាបតីមន្ត្រីតូចធំជួបជុំទៅទទួលស្ដេចរៀបជាក្បួនហែហោមដល់ទីស្ដេចគង់នោះអស់អ្នកស្រុកក៏ផ្អើលចលាចលវិលភ័យនាំគ្នាជញ្ជូនរត់ចេញពីទីពួនដែលគិតស្មានថាទ័ពពុំដឹងថាគេមកទទួលស្ដេចសោះលុះនិមឺនគេចូលមកជិតផ្ទះដែលស្ដេចគង់នៅនោះម្ដាយក្មេកឪពុកក្មេកក៏ផិតភ័យរត់ចូលទៅប្រាប់កូនប្រសាក្នុងផ្ទះថាកូនអើយទ័ពមកពីណាច្រើនណាស់ឬគេមកចាប់កូនត្បិតកូនលែងបៀជំពាក់គេទេដឹងអើយស្ដេចឮម្ដាយក្មេកប្រាប់ដូច្នេះក៏ទ្រង់មនីមនាចេញទៅរៀនហាលមុខផ្ទះអស់និមឺនទាំងពួងមានក្រឡាហោមយមរាជចក្រីវាងជាដើមឃើញស្ដេចទ្រង់ឈរនៅរៀនហាលក៏សុទ្ធតែដើរអោនតូចូលមកថ្វាយបង្គំស្ដេចរាល់គ្នាស្ដេចមានព្រះបន្ទូលថាអស់និមឺនក្រឡាហោមយមរាជចក្រីវាងសុខសប្បាយរាល់គ្នាឬទេអស់និមឺនឆ្លើយព្រមគ្នាថាព្រះករុណាថ្លៃវិសេសសុខសប្បាយជាទេឯម្ដាយឪពុកក្មេកលោតែភ្ញាក់ខ្លួនព្រើតនិយាយគ្នាខ្សឹបថាកូនប្រសាយើងជាស្ដេចទេតាឯពួកបងប្អូនញាតិសន្តានដែលនៅជិតខាងក៏ភ្ញាក់ខ្លួនរាល់គ្នាលាន់មាត់ថាយីវើលេងមិនបានទេស្ដេចទេតាហើយមានចិត្តគិតបារម្ភភ័យតែរៀងខ្លួនឯងក្រែងស្ដេចយកទោសត្បិតខ្លួនយល់ទាស់មិនចូលចិត្តនឹងស្ដេចថាស្ដេចនេះចេះតែលេងបៀផឹកស្រាមិនរកស៊ីដល់ដឹងជាស្ដេចក៏ផិតភ័យក្រោយរាល់គ្នាអស់និមឺនក្រាបទូលស្ដេចថាសូមទ្រង់ព្រះមេត្តាប្រោសព្រះរាជទេពីដែលល្អធូលីព្រះបាទថារកបានពីនោះតែនៅទីណាទើបស្ដេចទ្រង់មានព្រះបន្ទូលថាឲ្យទៅលក់នំទៅហើយអស់និមឺនឮស្ដេចថាប្រើឲ្យទៅលក់នំក៏ញញឹមរាល់គ្នាហើយក្រាបទូលថាទ្រង់ប្រើឲ្យទៅលក់នំឯណាស្ដេចទ្រង់មានព្រះបន្ទូលថាទៅលក់នំនៅភូមិគេជិតយើងអស់និមឺនបានដឹងដូច្នេះក៏រៀបយានទៅតាមស្ដេចទ្រង់មានព្រះបន្ទូលថាបើទៅតាមត្រូវមើលតែអ្នកណាពាក់អាវកំបុតដៃយួរឆ្នាំងស្កររីកមាត់នឹងហើយប្រពន្ធយើងនិមឺនទាំងនោះក៏ចាត់និមឺនមួយពោះឲ្យនាំព្រះរាជយានទៅតាមជួបនឹងនាងមកពីលក់នំក៏ស្រែកហៅថានាងម្ចាស់ឈប់សិននាងលឿនិមឺនដែលទៅទទួលនាងស្រែកហៅដូច្នេះគិតស្មានថាគេមកចាប់ខ្លួនហើយក៏រត់ចូលព្រៃកាត់តម្រង់មករកផ្ទះប្រកាសដែលលក់នំនោះក៏ជ្រុះបាត់ខ្លះក្នុងព្រៃទៅនៅសល់តែបន្តិចបន្តួចដល់មុខផ្ទះមើលទៅមុខផ្ទះឃើញមនុស្សច្រើនត្រៀបត្រាគិតថាគេមកចាប់ប្តីទាថ្លៃបៀគេហើយនាងក៏រលះរលាំងឡើងទៅសួរប្តីថាគេមកពីណាច្រើនម្ល៉េះស្ដេចប្តីទ្រង់ប្រាប់នាងថាគេមកទទួលបងទេនាងម្ដាយហៅកូនទៅខ្សឹបប្រាប់ថាប្តីនាងជាស្ដេចទេតើនាងកូនឮម្ដាយប្រាប់ទើបដឹងថាប្តីជាស្ដេច
មន្ត្រីដែលទៅតាមនាងវិលមកគាល់ស្ដេចត្រាច់ទ្រង់សួរថាមិនឃើញទេឬមន្ត្រីទូលថាឃើញប៉ុន្តែក្រែងមិនមែនទូលព្រះបង្គំហៅមិនឈប់សោះចេះតែរត់ស្ដេចមានព្រះបន្ទូលថាមកដល់ហើយមន្ត្រីទាំងនោះយកគ្រឿងប្រដាប់សម្រាប់ទ្រង់ដង្កល់លើកពានមាលើកយកទៅថ្វាយទាំងទៅអប់នឹងក្លឹមច័ន្ទស្ដេចនឹងនាងទ្រង់ព្រះជំរះព្រះអង្គរួចទ្រង់ព្រះភ័ស្ត្រស្ដេចសង្វាតល្អល្អះក្រៃពេករួចស្រេចស្ដេចនឹងនាងអញ្ជើញម្ដាយឪពុកនិងបងប្រុសឲ្យឡើងជិះដំរីសេះទៅអស់និមឺនក៏ហែស្ដេចចូលព្រះរាជវាំងវិញដល់ហើយទ្រង់គង់នៅចុងព្រះរាជរោងទ្រង់ឲ្យហៅបរិសនោះមកប្រាប់ថាចៅបរិសឯងមើលនេះជាស្ត្រីពិតម្ដាយពិតពុកពិតមែនទេឬមិនមែនចៅបរិសនោះក្រាបបង្គំទូលថានេះហើយហៅពេញជាស្ត្រីពិតម្ដាយពិតឪពុកពិតសូមទ្រង់ជ្រាបទើបស្ដេចឲ្យរៀបនាងឡើងជាអគ្គមហេសីឯបងប្រុសនោះទ្រង់តាំងធ្វើជាអគ្គមហាសេនាម្ដាយទ្រង់តាំងធ្វើជាសម្ដេចព្រះវររាជនីឪពុកទ្រង់តាំងធ្វើជាព្រះវររាជនកៈរួចស្រេចហើយស្ដេចឲ្យទៅយកតាយាយចាស់ដែលដណ្ដឹងនាងថ្វាយស្ដេចនោះមកធ្វើផ្ទះឲ្យនៅហើយទ្រង់ឲ្យចិញ្ចឹមថែរក្សាតទៅយូរបន្តិចទៅស្ដេចទ្រង់នឹកភ្នាក់ថាចៅបរិសនេះមានគុណនឹងអញហើយទ្រង់មានប្រាជ្ញាយល់ការរាក់ត្រូវស្គាល់លក្ខណៈស្រីប្រុសហើយទ្រង់ឲ្យហៅមន្ត្រីមកទ្រង់បង្គាប់ឲ្យសង់រោងអាពាហ៍ពិពាហ៍សម្រាប់មង្គលការផ្សំគុំព្រះរាជបុត្រីនិងចៅបរិសនោះរៀបចំរួចស្រេចស្ដេចទ្រង់អភិសេកបរិសនោះនិងព្រះរាជបុត្រីឲ្យជាមហាឧបរាជក៏នៅជាសុខសប្បាយតរៀងទៅស្ដេចទ្រង់ព្រះរាជាទ្រង់ដាក់រាជមហារាជជាព្រះរាជបុត្រសោយរាជស្នងព្រះអង្គរក្សាអាណាប្រជានុរាស្ត្រជាសុខសប្បាយតរៀងទៅហង